Hello លោកម្ចាស់ come here come here យីអានេះវៃនិយាយសុទ្ធតែអង់គ្លេសដាក់ឯងទៀតវៃលោកម្ចាស់ខ្ញុំថ្ងៃនេះខ្ញុំឃ្លានលោកម្ចាស់ឯងឃ្លានស្អីដែរទៅវៃលោកម្ចាស់ខ្ញុំចង់ញ៉ាំបាយស្រូបលោកម្ចាស់អាយើចង់ញ៉ាំបាយស្រូបទៀតវៃថ្ងៃមុនមួយចែនោះហើយនៅអាក្អូននោះជាសុទ្ធតែគុយទាវសុទ្ធតែទឹកដោះគូទឹកកកឥឡូវឯងចង់ញ៉ាំបាយស្រូបអីណានោះតែខ្ញុំឃ្លានលោកម្ចាស់យើងដឹងហើយឯងមិនឃើញមេឃកំពុងតែភ្លៀងទេអីហ្នឹងហាយើងចេញទៅមិនកើតទេវារងាឯងដឹងទេខ្ញុំដឹងហើយលោកម្ចាស់តែលោកម្ចាស់សុំបាយបងទាជៀនក៏បានដែរលោកម្ចាស់ចាំយើងទៅរកឲ្យឯងញ៉ាំលោកម្ចាស់ខ្ញុំថ្ងៃមុនខ្ញុំឮលោកម្ចាស់និយាយថាលោកម្ចាស់ជាអ្នកស្រីអ្នកចំការចិញ្ចឹមគោចិញ្ចឹមសត្វបងត្រីបងសំណាញ់ឥឡូវភ្លៀងហើយមិនលោកម្ចាស់មិនទៅបងត្រីទៅយីអានេះវៃដឹងរឿងឯងទៀតណាយើងគង់តែទៅបងទេតែឥឡូវត្រីឆ្លូញវាមិនតាន់ចុះទេឲ្យដឹងទេបើអញ្ចឹងលោកម្ចាស់ជូតខ្លួនឲ្យអូនមកយើងជូតឲ្យឯងហើយលោកម្ចាស់ជូតខ្លួនឲ្យអូនផងលោកម្ចាស់ចាំយើងជូតឲ្យឯងយើងជូតឲ្យអាបងសិនសួរខ្លួនណាលោកម្ចាស់ជូតឲ្យអូនផងលោកម្ចាស់យើងដឹងហើយឯងចាំបន្តិចសិនទៅណាក្បាលខូចនេះវៃជូតឲ្យតាបងរហូតជូតឲ្យអូនផងចាំបន្តិចសិនយើងជូតហើយឥឡូវហើយចាំជូតឲ្យឯងណាអរគុណលោកម្ចាស់លឿនឡើងលោកម្ចាស់ជូតឲ្យអូនផងមើលទៅវាចង់អើយយើងជូតខ្លាំងហើយជូតឲ្យវាតែម្ដងទៅលោកម្ចាស់សាច់របស់លោកម្ចាស់ត្រៃយ៉ាងម៉េចមិនដឹងទេយីអានេះវៃជូតឲ្យវាជូតឲ្យឯងវិញហើយវាថាសាច់ឯងត្រៃទៀតណាចុះបើត្រៃមែនលោកម្ចាស់ត្រៃឆ្ងាញ់លៀបទៅណាលោកម្ចាស់ជូតអូនវិញម្ដងមកលោកម្ចាស់យើងដឹងហើយយើងជូតឲ្យអាក្អូនទូចនេះបន្តិចសិនហើយចាំបន្តិចសិនទៅណាជូតឲ្យសពកន្លែងលោកម្ចាស់ជូតខាងក្រោយផងលោកម្ចាស់យើងដឹងហើយជូតត្រង់នឹងឲ្យស្អាតលោកម្ចាស់យីអានេះវើយជូតឲ្យវាហើយវានៅនិយាយច្រើនប្រើឯងទៀតវៃបាទអរគុណបងប្អូនបាទជំរាបសួរបាទនេះហើយបាទជីវិតណាធ្វើស្រែធ្វើចំការចិញ្ចឹមគោបាទចិញ្ចឹមសត្វបាទនឹងហើយបាទការងារមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមបងប្អូនណាបើសិនជាខ្ញុំនិយាយទៅមានការខុសឆ្គងត្រង់ណាសូមបងប្អូនមេត្តាខន្តីអភ័យទោសរូបខ្ញុំបាទសូមអរគុណបងប្អូនអរគុណច្រើនបាទ